កាលណាដេកគោលនោះរបូតចេញពីក្បាលនាងគឺមានបីសាច់ដល់កម្ដៅនោះវានឹងសន្ធឹកលើនាងពីជាខាងហើយរំធត់ព្រឺព្រោះមកណាបើគីឲ្យយើងចូលផ្ទះផងខ្សែភាពយន្តខ្នាតធំដំបូងគេដែលថតនៅប្រទេសសង្ខបុរីខ្ញុំសប្បាយចិត្តណាស់ដែលនាងជួយអភិរក្សជាតិណាខ្មែរទីនេះគឺជានិមិត្តរូបរបស់ប្រទេសសិង្ហបុរីពេលរៀនចប់ក៏មានទូនាទីច្រើនណាស់ដើម្បីជួយកសាងប្រទេសជាតិដោយសារភាពកតញ្ញូមិនខ្លាចអ្វីទាំងអស់ខ្ញុំមិនមែនខ្មោចទេអាកូនខ្មោចម៉ែនៅណាចូលចង់ជួបម៉ែសម្ដែងដោយកម្ពុជាតារាចម្រៀងពេញនិយមខេមរៈសរីមុននិងកញ្ញាសុកពិសីព្រមទាំងតារាល្បីៗប្រចាំផលិតកម្ម Sunday ជាច្រើនរូបទៀតក៏ម៉ែខ្ញុំជាខ្មោចក៏ដោយក៏មិនត្រូវសម្រាប់គាត់ដែរដៃគូចាប់បញ្ចាំនៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2011នៅមហោស្រពចេនឡាតែមួយព្រឹក